សាលាគៀនស៊ីងសិល្បៈក្បាច់គុនមានលក្ខណៈស៊ីជម្រៅតាំងពីសម័យបុរាណរហូតបន្ទាប់ពីការវិវត្តរាប់មិនអស់នៅទីបំផុតមានតែក្បាច់គុនខ្លាំងបំផុតលេប៉ុណ្ណោះដែលនៅសល់ក្បាច់គុនមាសក្បាច់គុនអណ្ដាតភ្លើងក្បាច់គុនផ្កាយគ្រូជារបស់ក្រុមអ្នកចម្បាំងទៀតកម្លាំងដ៏ខ្លាំងក្លាបែបនេះតែគេហៅថាអ្នកចម្បាំងវាមានន័យថាមានឈាមនាងនៅក្នុងខ្លួនរបស់ពួកគេបន្ទាប់ពីធ្វើឲ្យឈាមនាងនេះសកាត់នេះអាចពង្រឹងរាងកាយបានមានអំណាចដ៏ធំធេងចូលចិត្តបែបនេះគ្រូតើ Dragon Warrior ជាក្បាច់គុនខ្លាំងបំផុតក្នុងចំណោមក្បាច់គុនទាំង3មែនការប្រយុទ្ធមិនចិត្តអ្នកចម្បាំងនាគដែលមានឋានៈដូចគ្នាអាចខ្លាំងពូកែណាស់ប៉ុន្តែ Flame Warrior គ្រប់គ្រងថាមពលនៃភ្លើងបោះក្រាដៃដ៏មានឥទ្ធិពលវាអាចកម្ចាត់អ្នកចម្បាំងនាគជាច្រើនអ្នកដែលមានកម្រិតដូចគ្នាគ្រូចុះអ្នកចម្បាំងកាយវិញអ្នកទូយឆេងការធ្វើតេស្តសម្ភាររាងកាយគឺសម្រាប់ស្តង់អ្នកចម្បាំងកាយបណ្ដុះអំណាចនៃកាយវាមានមុខងារពិសេសជាច្រើនតើអ្នកចម្បាំងកាយនោះខ្លាំងប៉ុន្តែនោះជាយូរយារណាស់មកហើយដោយសារតែបច្ចេកទេសដាំដុះជាច្រើនមិនទាន់ត្រូវបានបន្តវេនក្នុងចំណោមក្រុម Star Warriors អាចដាំដុះដល់ឋានសុគតិ9នៅសល់តិចតួចណាស់ពួកគេមិនអាចទៅដល់ឋានសុគតិតើនោះមិនធ្វើឲ្យ Star Warriors គ្មានប្រយោជន៍ទេសូម្បីតែអ្នកចម្បាំងអណ្ដាតភ្លើងដែលមានទេពកោសល្យវាមិនចាំបាច់មានន័យថាអ្នកអាចខ្លាចសំខាន់បំផុតអ្នកគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពខ្ញុំនឹងទៅពិនិត្យមើលថាតើការរៀបចំទេពកោសល្យតើវាសំខាន់ទេក្នុងការខិតខំប្រឹងប្រែងដោយខ្លួនឯងកក្អកថ្ងៃនេះជាថ្ងៃចូលរៀនដំបូងបន្ទាប់ពីនោះយើងបានក្លាយជាមិត្តអ្នកត្រូវយល់រឿងមួយចាប់ពីពេលនេះទៅខ្ញុំនឹងទទួលបន្ទុកគ្រប់យ៉ាងនៅក្នុងថ្នាក់នេះតើអ្នកយល់ទេតើមនុស្សមានចិត្តក្រអឺតក្រទុំនេះគាត់គឺ Lion Yu ជាម្ចាស់វ័យក្មេងនៃគ្រួសារ Dark Moon គ្រួសារព្រះច័ន្ទទងិតលំដាប់ទី2បន្ទាប់ពីវិមានចៅហ្វាយក្រុងក្នុងអាណាចក្រដ៏ធំទូចគ្រួសារជាច្រើនដែលជាប់ពាក់នេះក៏រួមបញ្ចូលទាំងក្រុមគ្រួសារតើអ្នកឈ្មោះអ្វីយីឆេងអ្នកនិយាយជាមួយម្ចាស់ផ្ទះបែបនេះមែនទេប្រជាជននៃគ្រួសារខេងរបស់អ្នកអាយុកាលពួកគេទាំងអស់សុទ្ធតែជាអ្នកបម្រើរបស់គ្រួសារ Dark Moon របស់ខ្ញុំពេលជួបម្ចាស់ហើយយើងត្រូវតែអនុវត្តតាមច្បាប់តើនេះនៅឯណាឆ្នាំប្រប្រែคล้ายទៅជាភាពការផ្លាស់ប្ដូរតាមទៅជាប្រភពរបស់វាការបន្សុទ្ធវិញ្ញាណហើយត្រឡប់ទៅរកខាងតែរបស់មនុស្សម្នាក់ត្រូវបានគេស្គាល់គ្រប់គ្នានៅត្រង់មេពេលវេលានៃស្មារតីច្បាស់លាស់នេះបងវាហាក់ដូចជាអ្វីមួយនេះជានោះធ្វើឲ្យខ្ញុំភ័យខ្លាចរឿងគ្មានប្រយោជន៍ជាងយូរកុំទៅឆ្ងាយពេក